ហូបភេសជ្ជៈ4 5កំប៉ុង6កំប៉ុងផឹកស្រាច្រើនបាទត្រៀមខ្លួនត្រៀមលុយ$60000ដើម្បីទទួលការព្យាបាលវះកាត់នៅពេលដែលបងប្អូនខូចកលៀនណាត្រៀមឲ្យហើយទៅព្រោះអីអនាគតបងប្អូនគឺនឹងខូចកលៀនហើយព្រោះអីសារជាតិដែលបងប្អូនពិសារាល់ថ្ងៃដូចថាភេសជ្ជៈគ្រឿងកំប៉ុងហ្នឹងមួយថ្ងៃ4 5កំប៉ុង6កំប៉ុងហូបស្រាលើសកម្រិតអាហ្នឹងសិតតែជាផ្លូវទៅកាន់ការខូចថ្លើមខូចកលៀនណាបងប្អូនអញ្ចឹងដំណាក់កាលដំបូងដែលអ្នកផឹកគ្រឿងកំប៉ុងហ្នឹងគឺទឹកនោមផ្អែមហើយតបទឹកនោមផ្អែមបងប្អូននេះអត់ចេះថែរក្សាទៀតវានឹងខូចកលៀនបាទហើយអ្នកដែលផឹកស្រាគឺដំណាក់កាលដំបូងគឺខូចថ្លើមបាទថ្លើមហើយវាទៅខូចកលៀនបាទហើយបើអ្នកផឹកស្រាហ្នឹងគឺច្រើនហ្មងបាទខូចថ្លើមហើយគឺបើទៅព្យាបាលនៅឥណ្ឌាថ្លើមគាត់ថ្លើមមួយគឺ$100,000ហើយបាទហើយកលៀន$60000ទៀតបាទទាំងថ្លៃហូបចុកទាំងថ្លៃវះកាត់ណាអញ្ចឹងត្រៀមលុយទៅប៉ុណ្្នឹងមកបាទហើយសម្រាប់បងប្អូនខ្មែរដែលគាត់កំពុងតែពេញនិយមហូបគ្រឿងកំប៉ុង3 4 5កំប៉ុងបាទអ្នករោងចក្រក្តីបាទប្រសល់ក្តីបាទអ្នកនិយាយទៅគ្រប់ឋានានុក្រមបាទគ្រប់បុណ្យស័ក្តិទាំងអស់បាទឲ្យតែប្រកែហូបមួយថ្ងៃ4 5កំប៉ុងហើយគឺត្រៀមលុយត្រៀមអីត្រៀមលុយសម្រាប់កលៀនគឺ$50000អាហ្នឹងថ្លៃកញ្ចប់គេណាហើយទាំងស៊ីចែកអីអាច6 70000ដែរបាទហើយសម្រាប់បងប្អូនដែលហូបស្រាត្រៀមលុយវាកាត់ថ្លើមវា$100,000ហើយកលៀន6 70000ទៀតវាជិត$200,000ដែរអញ្ចឹងត្រៀមខ្លួនឲ្យទៅព្រោះអីបើសិនបងប្អូននេះហូបគ្រឿងសង្វឹងច្រើនកាន់តែខ្លាំងហើយគ្រឿងកំប៉ុង4 5កំប៉ុងគឺបងប្អូននេះអនាគតគឺនឹងខូចហើយបាទគឺរាងកាយបងប្អូននេះទ្រាំទ្រមិនបានទេព្រោះគ្រឿងកំប៉ុងមួយកំប៉ុងបងប្អូនមួយកំប៉ុងចំណាយពេល12ម៉ោងអីសម្រាប់តែវារំលាយអាសារធាតុប៉ះពាល់ដល់រាងកាយយើងនឹងបានកលៀនយើងវាធ្វើការណាហើយយកបើថ្ងៃបងប្អូននេះហូប4កំប៉ុង5កំប៉ុងហ្នឹងគាត់តែមួយកំប៉ុងហ្នឹងពី10ម៉ោងបានកលៀនវាធ្វើការសម្អាតវារួចរាល់ហើយចុះបងប្អូនមួយថ្ងៃ4 5 6កំប៉ុងចង់វាទៅខូចហ្នឹងឯងអញ្ចឹងឲ្យត្រៀមចិត្តត្រៀមកាយទៅបាទបន្ទាប់ពីបងប្អូននេះហូបបាន7 8ឆ្នាំអីឬក៏4 5ឆ្នាំក្រោយមកគឺបងប្អូននេះត្រៀមតែលុយទៅហើយអ្នកធ្វើការរោងចក្រអីហ្នឹងធ្វើការមកគឺត្រៀមទុកសំលុយដើម្បីទទួលការវះកាត់ជាបានកលៀនទៅហើយកលៀនខូចហើយអត់មានណាមកលេបឆ្នាំខ្មែរលេបឆ្នាំអីជាទេបាទនៅអ្នកកថាខូចកលៀនក៏លេបជាព្យាបាលជាអត់ទេណាបងប្អូនបើសិនតែយើងមានបញ្ហាមុខងារតម្រងនោមទិញទួយអានឹងអាចព្យាបាលជាប៉ុន្តែបើថាតែយើងថាខូចកលៀនហើយពេលថាខូចកលៀនមួយម៉ាត់គឺបាទកលៀនយើងវាលេងដំណើរការអញ្ចឹងអត់មានឆ្នាំណាមក restore វាបានមក